នៅក្នុងវីដេអូលោកគ្រូថ្ងៃនេះលោកគ្រូមកធ្វើកំណែប្រែលំហាត់ finally លំហាត់ភាពបញ្ចប់នៃមេរៀនទី9របស់លោកគ្រូទាក់ទងនឹងការប្រើប្រាស់ tool ចំនួន5គឺមានដូចជា Spot Healing Brush Tool, Healing Brush Tool, Patch Tool, Content Aware Move Tool និង Red Eye Tool Too strong. អូខេសួស្តីអ្នកទាំងអស់គ្នារីករាយស្វាគមន៍មកកាន់ថ្នាក់ Photoshop CC 2020នៅក្នុងវីដេអូលោកគ្រូថ្ងៃនេះលោកគ្រូមកធ្វើកំណែប្រែលំហាត់ finally លំហាត់ភាពបញ្ចប់នៃមេរៀនទី9របស់លោកគ្រូទាក់ទងនឹងការប្រើប្រាស់ tool ចំនួន5គឺមានដូចជា Spot Healing Brush Tool, Healing Brush Tool, Patch Tool, Content Aware Move Tool និង Red Eye Toolអញ្ចឹងនៅក្នុងលំហាត់នេះអ្នកទាំងអស់គ្នាអាចធ្វើការ download យកបានដែលគ្រូបានដាក់ link ឲ្យ download នៅខាងក្រោម video description របស់លោកគ្រូបើសិនអ្នកទាំងអស់គ្នាមិនទាន់បាន download ទេអាចចុច link ខាងក្រោមហ្នឹងដើម្បី download លំហាត់នេះយកទៅធ្វើណាអញ្ចឹងទាក់ទងនឹងលំហាត់ finally នេះផងដែរគឺយើងមានច្រើនលំហាត់តែតិចទេណាក្នុងការកែប្រែលំហាត់ហ្នឹងចឹងលំហាត់ទី1នេះលោកគ្រូចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការលុបស្នាមមុនណាស្នាមអុចនេះចឹងលំហាត់ទាំងអស់លោកគ្រូសូមធ្វើកំណែប្រែចាប់ពីលំហាត់ទី1ដល់លំហាត់ទី5ដោយសារលំហាត់ហ្នឹងយើងធ្វើមួយផ្លេតទេណាចឹងលំហាត់ទាំងអស់នេះលោកគ្រូបានទាញដាក់នៅក្នុងកម្មវិធី Adobe Photoshop CC 2020របស់លោកគ្រូជាស្រេចហើយណាអ្វីដែលយើងត្រូវធ្វើហ្នឹងគឺត្រូវធ្វើកំណែប្រែលុបស្នាមមុនណាឬក៏ស្នាមប្រឡាក់ឬក៏ស្នាមអាក្រក់ផ្សេងនៅលើមុខអញ្ចឹងដើម្បីលុបគឺយើងប្រើប្រាស់ tool ចំនួន5នេះដើម្បីធ្វើការអនុវត្តណាអញ្ចឹង tool ចំនួន5នេះលោកគ្រូបានបង្រៀនមេរៀនរួចហើយណាទាក់ទងការប្រើប្រាស់ tool ចំនួន5នេះអញ្ចឹងនៅក្នុងលំហាត់នេះគឺទាក់ទងនឹងការកែឬក៏លុបស្នាមមុនអុចតូចណាឬក៏ធំនៅលើមុខអញ្ចឹងទាក់ទងនឹង tool លុបស្នាមមុនគឺមាន3នេះណាអញ្ចឹងអ្នកទាំងអស់គ្នាជំនាញ tool មួយណាប្រើ tool មួយនឹងទៅអញ្ចឹងទាក់ទងរូបភាពនេះលោកគ្រូសូមប្រើ Patch Tool ដើម្បីធ្វើការឧទាហរណ៍ជូនអ្នកទាំងអស់គ្នាអញ្ចឹង Patch Tool យើងគ្រាន់តែគូហុំណាគូហុំលើស្នាមអុចនឹងមកដល់ពេលយើងគូហុំវានឹងបង្កើតជា selection នៅលើអ្វីយើងបានគូហើយយើងចាប់ទាញវាទៅកន្លែងទីតាំងស្អាតមកវានឹងយករូបភាពណាឬក៏ផ្ទៃដែលស្អាតយកមកបិទលើផ្ទៃដែលអាក្រក់នេះណារបៀបប្រើប្រាស់ tool ហ្នឹងតោះទៅរូបភាពទី2ណារូបភាពទី2គឺមុនណាមុនចំមកមាញ់គឺគ្រាន់តែពើគ្រាន់តែ color ទេណាអញ្ចឹងដើម្បីលុបស្នាមមុនយើងអាចប្រើប្រាស់ tool 3នេះtool 3នេះប្រើមួយណាក៏បានដែរតែលោកគ្រូជំនាញខាងក្រោមនេះ Patch Tool យើងគ្រូប្រើ Patch Tool មកណា Patch Tool គឺលុបស្នាមណាឬក៏ប៉ះពៅណាស្នាមធំស្នាមតូចបានទាំងអស់តែ tool ខាងលើនេះបានតែស្នាមតូចទេណានេះ Spot Healing Brush Tool និង Healing Brush Tool ណាអញ្ចឹង Spot Healing Brush Tool យើងគ្រាន់តែចុចណាចុចលើវាមួយមកនេះគូចុចមកយ៉ាងឆ្វេងមួយមកយើងប្រីព្រមយើងចុចមកខាងស្ដាំមកយើងចុចអាល់ឲ្យជាប់ណាហើយទាញទៅឆ្វេងយើងស្ដាំមកយើងអាចប្រីព្រមប្រាស់បានហើយមេរៀនបន្ទាប់ទៀតយើងនឹងរៀននេះទីតងប្រាស់ហ្នឹងហើយណាអញ្ចឹងយើងរៀនអានេះហើយទៅណាទីតងការប្រីព្រមនេះលុបស្នាមមុនតូចណាអានេះជំនាញវាណាតូចមួយទៀតការលុបស្នាមមុននៅខាងលើនេះវាមានប្រភេទវាណាវាមាន content aware វាមាន texture វាមាន proximity នេះម៉ាត់នេះណាអាមួយលុបឲ្យគ្រើមអាមួយលុបឲ្យ smooth អាមួយលុបឲ្យលោងនេះអានេះគ្រើមហ្នឹងគ្រូដាក់ធំមកគ្រូដាក់ធំមកដាក់យ៉ាងមកបើអត់ស្អាតទេអាចប្រើ tool នេះមកជួយណាផាច់ tool នេះមកចាប់គូហុំលើវាមកទាញវាទៅយកទីតាំងស្អាតយកមកបិទវិញណាឃើញមុខនេះអាក្រក់នេះវាមានខ្លាញ់មុខទាញចឹងមកគ្រូជំនាញអា tool ហ្នឹងឯងជំនាញគេ tool ហ្នឹងស្អាតបាទណាចូលទៅរូបភាពទី2ទី3នេះគ្រូប្រើ tool ផាច់ tool ដែរចាក់ទាញមកផាច់ tool ងាយជាងគេណាព្រោះអីអាស្នាមតូចធំវាធ្វើបានទាំងអស់តែបើយើងជំនាញមួយណាយើងប្រើមួយនឹងទៅមិនបាច់ចាំប្រើផាច់ tool ដូចគ្រូក៏បានដែរតែគ្រូជំនាញអាហ្នឹងណាគាត់តែគូហុំវាមកចាប់ទាញគូហុំវាមកទាញទៅកន្លែងស្អាតទៅវាយកមកទីកន្លែងស្អាតមកបិទដែរនេះចាប់ទាញទៅកន្លែងនេះពិបាកមើលអាក្រក់ហ្នឹងគ្រូselect កុំ select ធំពេកបើ select ធំពេករូបយើងនឹងអាក្រក់មើលណាប្រតិតាទៅតាពីនេះមុខនេះđangអាក្រក់អញ្ចឹងពិបាកលុបតិចលុបមិនងាកឲ្យលុបមកម៉មទៅណានេះកន្លែងនេះរែងខ្មៅគ្រូដាក់ទាញទៅលើមកលុបអញ្ចឹងទៅតាមតែអ្វីយើងអាចធ្វើបាន
ប៉ុណ្ណឹងមកណានឹងស្អាតណាគូទៅរូបភាពមួយទៀតរូបភាពនេះអាក្រក់មើលតិចណារូបភាពនេះតែធ្វើម៉េចលុបឲ្យស្អាតណាលុបកុំលុបធំពេកណាយើងទាញមុំមកមើលទៅអាចទៅរួចណែហេចាប់ផ្ដើមស្អាតតិចទៅបាត់ប្រើផាច់ធួលទេរូបនេះធ្វើស្អាតទេដោយសារតែមុនវាធំណាក្របមុនធំទាញវាទៅហេធ្វើមុនគ្រូក៏បានដែរណាបាច់ចាំមើលវីដេអូគ្រូនេះក៏បានដែរយើងចេះធ្វើឲ្យព្រោះឲ្យយើងឆ្លងកាត់លំហាត់មកច្រើនហើយណាឯណាយើងមើលវាសំយើងទាញវាមកសំទីមិនហើយវិញធ្វើទៅតូចមុននេះនៅប៉ុណ្ណឹងណាគឺទៅរូបមួយទៀតរូបមួយនេះធំស្អាតណារូបមួយនេះអាក្រក់មើលហ្នឹងព្រោះមកកែនេះសូនបណ្ដោយ YouTube ដេញឲ្យអត់ទេនេះកែមុខអាក្រក់អញ្ចឹងណា Facebook អត់ឲ្យទេ Facebook លុបចោលហើយកែអស់មកចឹងធួល3ហ្នឹងប្រើណាក៏បានដែរជំនាញយើងប្រើណាប្រើទៅតែគ្រូបញ្ជាក់ម្ដងហើយម្ដងទៀតថាគ្រូជំនាញផាច់ធួនេះវាស្រួលប្រើលុបបានទាំងស្នាមមុនតូចស្នាមមុនធំជំនាញវាធ្វើបានទាំងអស់ណាវាប៉ះបានស្អាតចាប់ទាញមកអូតើនេះធំពេកកន្លែងនេះបាទចឹងណាកន្លែងនេះយ៉ាងធំពេកណាលុបអត់តូចគេនវាសិនណាដើម្បីយើងយកអត់ទីនេះមកបិទកុំទីគុំគូធំណាគូធំអាក្រក់មើលផងអាចទៅរួចអត់នេះកន្លែងនេះពិបាកនេះក្រោយពិបាកប្រើធួលក្លូនក៏បានដែរស្អាតបាត់ហេ1 2 3 4 5ណា5លំហាត់នេះអូខេអញ្ចឹង5លំហាត់នេះណាអ្នកទាំងអស់គ្នាធ្វើមកជួបលោកគ្រូវីដេអូបន្ទាប់ទៀតលោកគ្រូនឹងមកធ្វើកំណែប្រែលំហាត់នេះណាបើសិនអ្នកទាំងអស់គ្នាចេះធ្វើមុនគ្រូមកណាលំហាត់នេះគឺលោកគ្រូចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការលុបនេះលុបរូបភាពដែលមាននៅលើ background នេះទាំងអស់ណាលុបហើយជំនួសដោយនេះជំនួយដល់ផលិតផលឬក៏រូបភាពនេះត្រីអង្គអង្គាយើងនេះណាមឹកយើងនេះដាក់កែជំរាបអីទៅណាអូខេអញ្ចឹងវីដេអូលោកគ្រូមានតែប៉ុណ្្នឹងណាបើមានចម្ងល់អីអាច comment សួរគ្រូបានណាហើយបើសិនជាចូលចិត្តវីដេអូលោកគ្រូសូមកុំភ្លេចចុច like និង subscribe channel លោកគ្រូនេះមួយផងណាហើយជួបលោកគ្រូក្នុងវីដេអូបន្តទៀតលោកគ្រូមកធ្វើកំណែប្រែលំហាត់ភាគបញ្ចប់ណាលំហាត់ចប់តែម្ដងណាអូខេអរគុណច្រើន Choo choo strong.